ok chẳng chẳng tiên speed mùi mà speed mà phải buồn học ní tạm một cái mà hay chẳng cho đượcក្នុង speed ហ្នឹងខ្ញុំដូរឈ្មោះ speed ទៅ S1 ឥឡូវយើងចង់ដឹងចេះដំបូងយើងរៀនមើលសិនតើនៅក្នុង speed ហ្នឹងវាមាន VLAN ប៉ុន្មានដើម្បីដឹងថា speed ហ្នឹងមាន VLAN ប៉ុន្មានយើងដាក់ so បាទថយក្រោយសិនមកប្រើនេះខ្ញុំអត់តប្រើ do ទេណា so VLAN brief នេះប្រើនៅក្នុង mode មួយណា so VLAN brief បាទ privilege សិនហ្នឹង so VLAN brief enter មកអូខេខ្ញុំដូរ font បន្តិចសិននៅពេលដែលយើង so VLAN brief យើងឃើញព័ត៌មានខាងក្រោមនេះអញ្ចឹងត្រូវចេះដឹងព័ត៌មានហ្នឹងយល់ថាម៉េចកន្លែងនេះគឺ VLAN ID គេដាក់ VLAN ណា VLAN ID VLAN 1ខាងក្រោមនេះគឺ VLAN 1002 VLAN 1003 1004និង VLAN 1005អញ្ចឹង by default នៅក្នុង switch គឺមានចំនួនប្រមាណ VLAN មាន5 VLAN ទេគឺ VLAN 1 VLAN 1002 1003 1004 1005អញ្ចឹង by default នៅក្នុង switch គឺមាន5 VLAN ក៏ប៉ុន្តែសួរថា port ទាំងអស់របស់ switch នេះស្ថិតនៅក្នុង VLAN ប៉ុន្មាន VLAN នេះស្ថិតនៅក្នុង VLAN 1ស្ថិតនៅក្នុង VLAN 1ណាជាគេ port 0 លើ 1 0 លើ 2 0 លើ 3រហូតទៅដល់0លើ 24បូកទៅនឹង gigabit 0 លើ 1និង gigabit 0 លើ 2ស្ថិតនៅក្នុង VLAN 1នេះអូខេតើយើងតេស្តមើល connection របស់នេះយើងយកម៉ាស៊ីន2មកយកម៉ាស៊ីន2 PC1 PC2 ឥឡូវរូបនេះមានប៉ុន្មាន network តែមួយ network ទេណាអូខេមានមួយ network អញ្ចឹងខ្ញុំចង់ឲ្យ PC លេខ1មកស្គាល់ PC លេខ2ឥឡូវយើងប្រើ 192.168.1.0/24 ខ្ញុំដាក់ network ហ្មងណាបាទនេះ network ID តោះមកចូលម៉ាស៊ីននេះមកដាក់ IP មក192.168.1.1 បាទចុច10ចឹងទៅខ្ញុំចូលចិត្តប្រើ10ប្រើ10បានទេបាទអត់អីណាគេអត់វេដាក់ហ៎បាច់ទេណាអូខេតបមកខាងនេះដាក់11ទៅអញ្ចឹងម៉ាស៊ីននេះតាក់ទងគ្នាបានអត់តាក់ទងគ្នាបានអញ្ចឹង ping មកស្គាល់ឃើញទេតើឥឡូវខ្ញុំចាប់ផ្ដើមបែងចែកខ្ញុំយក port 0 លើ 1 នេះដាក់នៅក្នុង VLAN 1 ដដែលប៉ុន្តែខ្ញុំយក port 0 លើ 2 នេះដាក់ចូល VLAN 2 វិញជាមួយមានអីកាត់ឡើងមុនដំបូងយើងបង្កើត VLAN សិនមុនដំបូងណាមើលឃើញទេតូចពេកបើដាក់16ទៅវាមើលព័ត៌មានវាអត់អស់ screen យើងវាតូចដាក់ត្រឹម15ចុះ
ឥឡូវមុនដំបូងបង្កើត VLAN សិនយើងប្រើ comment នេះ VLAN បន្ទាប់មកយើងដាក់ ID របស់ VLAN យើងចង់បង្កើត VLAN ប៉ុន្មានមិញ VLAN 2អញ្ចឹងដាក់ VLAN 2មក enter ចង់បង្កើត VLAN ប៉ុន្មានដាក់ប៉ុណ្្នឹងមកណាប៉ុន្តែលេខហ្នឹងដាក់បានត្រឹមតែ10 គុណ 01 ទេអញ្ចឹងឥឡូវខ្ញុំដាក់ VLAN 2ឃើញវាដូរ mode ទេវាដូរ mode ពី config មក config VLAN បន្ទាប់មកជា option យើងអាចដាក់ឈ្មោះឲ្យ VLAN 2នឹងក៏បានមិនបាច់ដាក់ក៏បានដែរប៉ុន្តែជាទូទៅពេលដែលបង្កើត VLAN ត្រូវតែដាក់ឈ្មោះឲ្យវាងាយស្រួលក្នុងការចាំថា VLAN 2នឹងសម្រាប់អីគេអញ្ចឹងខ្ញុំដាក់ VLAN 2 name IT enter យើងបានបង្កើត VLAN 2ឈ្មោះថា IT តើឥឡូវចង់មើល VLAN ប្រើ comment អី show VLAN brief មែនទេប៉ុន្តែពេលនេះខ្ញុំមិនបាច់ថយទេអញ្ចឹងខ្ញុំដាក់ do show VLAN BR ចេះមកខុសហើយ VLAN VL BR ចេះមកព្រោះយើងសេកាត់បានត្រូវទេអញ្ចឹង do show VLAN BR ស្មើនឹង do show VLAN brief enter មកតើមើលព័ត៌មានមិញយើងបានបង្កើតនេះបង្កើត VLAN ហ្មង VLAN 2ឈ្មោះគេឈ្មោះ IT ប៉ុន្តែសួរ VLAN 2នេះមាន port នៅក្នុងនេះនៅនេះនៅអញ្ចឹងយើងយកមិញយើងចង់យក port ណាដាក់ចូលក្នុងហ្នឹង Solar 2មែនទេអញ្ចឹងយើងចូលនៅក្នុង interface ហ្នឹងមកចូលក្នុង interface VLAN 2 enter មកអាយ៉ាចូលខុសហើយ sorry ណាបាទថយមកវិញថយមកវិញចូលទៅក្នុង interface file ethernet Solar 2បន្ទាប់មកទៀតដាក់ switch port mode access VLAN switch port sorry switch port access VLAN VLAN មិនចង់យកដាក់មិនបាទ VLAN 2អញ្ចឹងយើងដាក់ switch port access VLAN 2នឹងមកអញ្ចឹងយើងសាកមើលមិញយើងយក VLAN 2យក interface Solar 2ដាក់ចូលក្នុង VLAN 2ហ្នឹងមែនទេប៉ុន្តែយើងចង់ដឹងថាវាចូលមែនអត់ប្រើ comment អីគេ do show VLAN brief បាទឥឡូវឃើញ Solar 2នេះ Solar 2ចូលនៅក្នុង VLAN 2នៅចូលហើយណាអូខេបើចូលហើយអញ្ចឹងសួរថាតើម៉ាស៊ីនលេខ1និងម៉ាស៊ីនលេខ2នេះតាក់ទងគ្នាបានទៀតអត់លែងបានណា fail ឃើញទេហេតុអីបានតាក់ទងគ្នាអត់បានព្រោះ VLAN ផ្សេងគ្នាអត់អាចតាក់ទងគ្នាបានទេហើយសំបីតែ IP នេះក៏មិនអាចដាក់អញ្ចឹងបានដែរត្រូវទេព្រោះ network ផ្សេងគ្នាមិនបាច់ដាក់ IP ជាន់គ្នាកើតអានេះនៅ rank ជាមួយគ្នាមែនទេតដូរវាទៅជា2អីចឹងទៅ2.10អីចឹងទៅណាមក network ផ្សេងទៀតទៅនិយាយរួម2 VLAN គឺ2 network VLAN ស្មើប៉ុន្មាន network ស្មើប៉ុណ្ណឹងដែរអញ្ចឹងមក VLAN គឺ1 network អត់អាចដាក់ IP network ជាន់គ្នាបានទេណានេះយ៉ា feel clear អញ្ចឹងខាងនេះគឺ VLAN 1
ហើយចំណែកខាងនេះគឺ VLAN 2 VLAN 1 នេះ VLAN 2 អញ្ចឹងពេលនេះពីរ network ផ្សេងគ្នាអាចតាក់ទងគ្នាបានទេបើចង់តាក់ទងគ្នាតតែធ្វើ route ហើយតាក់ទងនឹងមេរៀន route យើងនឹងបន្ទាប់ពីរៀនមេរៀននឹងចប់យើងមាន route VLAN នឹងឲ្យស្គាល់ហើយអញ្ចឹងចាំដល់ route យើងនឹងនិយាយរឿង route បន្តទៀតឥឡូវមិញយើងបានបង្កើត VLAN បានបង្កើតអីត្រូវទេបាទចុះយើងចង់លុប VLAN នឹងវិញធ្វើម៉េចនេះ VLAN លេខ2ចង់លុបបាទ no VLAN 2មកនេះ no VLAN 2មកបាទអញ្ចឹង do show VLAN 2 yeah do show VLAN brief នេះ do show VLAN brief យើងឃើញបាន VLAN 2ហ៎បាទក៏ប៉ុន្តែយើងមើល file Ethernet 0 លើ 2អត់ត្រឡប់ចូលមកក្នុងនេះវិញទេឃើញទេ0 លើ 1 បាត់0 លើ 2ហ្នឹងមែនទេអញ្ចឹងនៅពេលដែលយើងលុប VLAN ណាកុំភ្លេចយក port ហ្នឹងយកមកដាក់ចូលកន្លែងហ្នឹងវិញផងតែអត់ដាក់ទេបើសិនជាយើងបាន save command line ហ្នឹងហើយបាន save ហើយស្រាប់តែយើង restart អសាក្រោយឃើញ VLAN 2មកតែគ្រាន់តែអត់មានឈ្មោះ VLAN 2នៅតែកើតមានអញ្ចឹងជៀសវាងមានបញ្ហាពេលដែលលុប VLAN ហើយ port ណាដែលនៅក្នុង VLAN ហ្នឹងត្រូវយកវាមកដាក់នៅក្នុងកន្លែង default ដូចមុនវិញអញ្ចឹងយើងចូលលេងចេះចូលក្នុង interface VLAN 2ចូលក្នុង interface VLAN 2 no switch ចូលខុសទៀតហើយមិន interface VLAN 2ទេចូលក្នុង interface file Ethernet 0 លើ 2 no switch port access VLAN ហើយ enter មកប្រើ command នេះ no switch port access VLAN អញ្ចឹងសារម្ដងទៀតមើល do show VLAN brief ឃើញ0លើ 2 ត្រឡប់មកវិញហ៎បាទ no switch port access VLAN អូខេណែនាំប៉ុណ្្នឹងសិនចុះហើយថ្ងៃច័ន្ទយើងមានរឿងច្រើនទៀតត្រូវនិយាយកន្លែងហ្នឹងបានដាក់ទៅ switch មួយទៀតបាន